បាទសូមគោរពជំរាបសួរអ្នកទាំងអស់គ្នាហើយខ្ញុំសូមតែអរគុណដល់ការគាំទ្រទៅលើគេហទំព័ររបស់យើងហើយជួបជាមួយនឹងខ្ញុំជាបណ្ឌិតសេនជាតិហើយថ្ងៃនេះខ្ញុំមកនិយាយអំពីយើងអាចនិយាយបានថាជា highlight ចំពោះការធ្វើទស្សនកិច្ចសិក្សារយៈពេលខ្លីទៅកាន់សាធារណរដ្ឋកូរ៉េហើយខ្ញុំបាទមានឱកាសនឹងចូលរួមជាមួយនឹង Korean Society of Heart Failure ហើយក៏ដូចជា CTC Asia ឆ្នាំ2025នៅទីក្រុងសេអ៊ូលហើយខ្ញុំមានសេចក្តីសប្បាយរីករាយដោយសារបានទទួលជា International Scholar ដើម្បីចូលរួមនៅក្នុងកម្មវិធីនេះហើយឡើងធ្វើជា speaker ទៅលើ case clinic ដែលបាន submit ជាប់ abstract កាលពីថ្ងៃ23 July ឆ្នាំ2025ហើយក៏បានទទួលជា Best Case Award ប្រចាំ Korean Society of Heart Failure ហើយជាពិសេសទៅទៀតនោះគឺខាង Korean Society of Heart Failure បានអនុញ្ញាតឲ្យខ្ញុំបាទទៅធ្វើទស្សនកិច្ចសិក្សាយកបទពិសោធន៍រយៈពេលខ្លីនៅមន្ទីរពេទ្យអាសានដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃទីក្រុងសេអ៊ូលហើយក៏ជាមន្ទីរពេទ្យលំដាប់អន្តរជាតិហើយនឹងដែលជាមន្ទីរពេទ្យមួយដែលមានលទ្ធភាពនៅក្នុងការធ្វើ management ទៅលើ advanced heart failure ដែលខ្ញុំបាទបានទៅឃើញផ្ទាល់ហើយក៏ដូចជាបានបង្រៀនហើយក៏ដូចជាបានបង្ហាញជាក់ស្ដែងទៅលើអ្នកជំងឺដែលគាត់មានadvanced heart failure ដែលទទួលបានការ implant LV RCD5 ឬក៏គេហៅថា LVAD ហ្នឹងដូចជាអ្នកជំងឺបានទទួលការធ្វើ transplantation cardiac ហើយអ្វីដែលយើងគេផ្ដោតទៅទៀតនោះស៊ីជំរឿគឺទាំង rehab ហើយនិង post cardiac transplant care ឬក៏ post cardiac LVAD implant ហ្នឹងអញ្ចឹងជាត្រឡប់មកវិញយើងការដែលបានធ្វើទស្សនកិច្ចសិក្សារយៈពេលខ្លីនេះបានជំរុញឲ្យក្រុមការងារគ្រូពេទ្យបេះដូងប្រចាំទីពេទ្យជាតិតេជោសង្ឃភាពមានសេចក្តីរំភើបហើយនឹងក៏តាក់ទាញចំណាប់អារម្មណ៍ពួកយើងឲ្យពង្រឹងសមត្ថភាពនៅក្នុងការព្យាបាលក៏ដូចជាការវិវត្តខ្លួនបន្តទៀតសម្រាប់ឲ្យមន្ទីរពេទ្យជាតិតេជោសង្ឃភាពបន្តការរីកចម្រើនទៅមុខទៀតហើយខ្ញុំតំណាងឲ្យក្រុមគ្រូពេទ្យប្រចាំទីពេទ្យជាតិតេជោសង្ឃភាពក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនទៅដល់សមាគមជាភាសាអង់គ្លេស Korean Society of Heart Failure ទាំង CTC Asia ហើយជាពិសេសទៅដល់មន្ទីរពេទ្យអាសានដែលបានប្រកាសឲ្យខ្ញុំបានទៅចូលរួមក៏ដូចជាសិក្សាយកបទពិសោធន៍បន្ថែមហើយមក apply នៅប្រទេសយើងជាពិសេសជូនដល់មន្ទីរពេទ្យជាតិតេជោសង្ឃភាពហើយក៏សូមថ្លែងអំណរគុណដល់ Professor Yu ដែលគាត់ដែលជាសាស្ត្រាចារ្យហើយក៏ដូចជាសមាជិកនៅក្នុងសហគមន៍គ្រូពេទ្យឯកទេសបេះដូងកូរ៉េដែលលោកតែយកចិត្តទុកដាក់ទៅដល់ក្រុមការងារគ្រូពេទ្យឯកទេសបេះដូងរបស់យើងហើយក៏ជាអ្នកមគ្គុទ្ទេសក៍មួយដែលដឹកនាំនៅក្នុងការយកសិក្សាស្រាវជ្រាវស៊ីជម្រៅយកបទពិសោធន៍បន្ថែមល្អពីលោកដើម្បីមកជាចំណេះដឹងក៏ជាបច្ចេកទេសស៊ីជម្រៅរបស់យើងផងដែរហើយខ្ញុំបាទក៏សូមអរគុណទៅដល់មន្ទីរពេទ្យជាតិតេជោសង្ឃភាពដែលលោកតែងតែយកចិត្តទុកដាក់ទៅដល់ក្រុមការងារគ្រូពេទ្យឯកទេសបេះដូងរបស់យើងបានបើកឱកាសឲ្យក្រុមការងារពួកយើងបានអភិវឌ្ឍបច្ចេកទេសផ្ទាល់ក៏ដូចជាអភិវឌ្ឍផ្នែកបេះដូងនិងសាច់ឈាមនៅថ្ងៃអនាគតហើយគណៈពេលនេះខ្ញុំបាទក៏សូមអរគុណហើយនឹងសូមជម្រាបលា